សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងមកបង្ហាញនូវវីដេអូមួយរបៀបដែលយើង install Windows Server នៅលើ VMware អញ្ចឹងដំបូងខ្ញុំនឹងបង្ហាញរបៀបនៃការ install VMware ជាមុនសិនអញ្ចឹងខ្ញុំមាន file Windows Server មួយនៅក្នុងនោះយើងមាន VMware ដើម្បី file VMware មួយដើម្បីយើង install អញ្ចឹងយើងចុច create មកដើម្បីធ្វើយើងចុច yes យើងចុចនេះយើងចុច click មកយើងចុចនេះទៀតយើងចុចប៊ូតុងនេះរហូតមកចឹងមកដល់កន្លែងនេះយើងដោះពីមកយើងមកចាំបាច់ទេយើងចុចនេះបន្តទៀតចឹងបើសិនជាយើងចង់បង្ហាញនៅលើ desktop យើងគ្រីសមកតែខ្ញុំអត់ចង់បង្ហាញទេយើងចុចនេះបន្តទៀតយើងចុច install ចឹងអ្នកទាំងអស់គ្នាចាំវា install ទៅវានឹង load finish យើងចុចលើប៊ូតុង finish រួចរាល់ចឹងយើងចុច finish មកយើង install វាមកជោគជ័យហើយយើងធ្វើការបើក VMware របស់យើងមកចឹងពេលដែលបើកមកយើងនឹងឃើញទម្រង់បែបនេះហើយយើងធ្វើការ create VMware ថ្មីមួយយើងចុចកន្លែង create មួយនេះយើងចុច next បន្តទៀតចឹងមកដល់កន្លែងនេះយើងយកតាមគេទៅមកគឺយើងយើងនឹងinstall program system ហ្នឹងហើយបើសិនជាយើងយកខាងលើនេះមានន័យថាហ្នឹងវាត្រូវការ request license អីបន្ថែមទៀតតែយើងអត់ចាំបាច់ទេយើងចុចខាងក្រោមនេះមកយើងចុច next បន្តទៀតចឹងមកដល់កន្លែងនេះយើងយក Microsoft Windows ហើយយើងយក Windows Server 2022យើងចុច next បន្តទៀតចឹងដល់កន្លែងនេះមានថាយើង rename ឈ្មោះណាចឹងដាក់ថាយើងដាក់ឆ្នាំដែលខ្ញុំរៀនយើងចុច next បន្តទៀតចឹងមកដល់កន្លែងនេះយើងយក default តាមគេមក hard disk របស់គេជា default ហ្នឹងបើគេមកដល់កន្លែងនេះបើយើងយកខាងក្រោមនេះអានេះមានន័យថាវា multi hard disk របស់យើងវា multi file ចឹងខ្ញុំសូមដាក់វាតែ single file ដើម្បីងាយស្រួលក្នុងការ backup ឬក៏ copy អីយើងចុច next បន្តទៀតចឹងមកដល់កន្លែងនេះគឺយើងអាចធ្វើការ customize hardware របស់យើងបានហើយអញ្ចឹងចំពោះmemory ខ្ញុំយក 2G ខ្ញុំអត់តឡើងទៀតទេតែបើសិនជាអ្នកទាំងអស់គ្នាចង់តឡើងនេះអាចតឡើងបានតែខ្ញុំសូមយកទៅ 2G ទេហើយយើងមើលកន្លែងនេះម្ដងមើលកន្លែងនេះយើងអត់យកអូតូទេយើង use ហើយវាត្រូវទៅរក file ISO របស់យើងអញ្ចឹង file ISO ហ្នឹងគឺវានៅក្នុង folder Windows Server របស់ខ្ញុំវាមានអាហ្នឹងហ្មងយើងចុចលើហ្នឹងមកហើយចុច open អញ្ចឹងកន្លែងនេះយើងយកណាតាមគេធម្មតាជាងមកយើងចុច close ហើយ finish អញ្ចឹងឥឡូវយើងបង្កើតបានម៉ាស៊ីនមួយនៅក្នុង VMware ចឹងយើងចុចកន្លែង power on នេះមកចឹងឥឡូវវាកំពុងតែធ្វើការបើកខ្ញុំសូម restart មួយ
អញ្ចឹងបន្ទាប់ពី restart ហើយវាត្រូវការឲ្យយើង boot ចឹងដើម្បី boot បានយើងអាចចុចនៅលើនេះបានទេចឹងដើម្បីអាចចុចនៅលើមកយើងត្រូវប្រើ arrow key ចឹងដំបូងយើងយក mouse របស់យើងមកដាក់នៅខាងក្រោមផ្ទាំងខ្មៅហ្នឹងហើយយើងប្រើ control អក្សរ J យើងប្រើ sorry យើងប្រើ control អក្សរ G ចឹងនៅពេលដែលយើងប្រើ control អក្សរ G ហើយយើងអាចប្រើ arrow key នៅលើនេះបានហើយចឹងឧទាហរណ៍បើសិនជាយើងចង់ប្រើ key នៅលើម៉ាស៊ីនផ្ទាល់របស់យើងវិញយើងគ្រាន់តែ control A វិញមកវាត្រឡប់មកវិញហើយចឹងយើង control អក្សរ G មកយើងបាត់ mouse នៅលើហ្នឹងហើយចឹងដើម្បីយើងបាន mouse ហ្នឹងមកវិញយើងcontrol Alt នេះជាយើងអាចប្រើ mouse បានចឹងដើម្បីយើង boot បានហើយយើងប្រើ arrow key របស់យើងមកយើង select វាទី2ហើយយើង enter ម្ដងទៀតណាអញ្ចឹងបន្ទាប់ពីយើង enter ហើយយើងចុច key enter រហូតទៅវានឹងចេញមកបែបនេះហើយពេលយើងចុច next ទៀតមកយើងបាច់ទៅទៅយើងយកភាសាជាភាសាអង់គ្លេសចឹងមកទៅមកយើងចុចកន្លែង install now ណាអញ្ចឹងបណ្ដានេះយើងរើស window ដែលយើងត្រូវ set up ហ្នឹងយើងយកទី2យើងចុចនេះយើងចុច create sub មកយើងចុចប៊ូតុងនេះទៀតកន្លែងនេះយើងយក customize ហើយបើសិនជាយើងចង់ចែកតារាយក៏ចែកទៅតែខ្ញុំមកចែកទៅខ្ញុំប្រើតារាយតែមួយយើងចុចប៊ូតុងនេះទៀតមកចឹងនេះយើងកំពុងតែចាប់ផ្ដើម install ហើយចឹងបន្ទាប់ពីយើងចាប់ផ្ដើម install ហើយវានឹងទាមទារយើងដាក់ password administrator របស់យើងចឹង password យើងដាក់ password ណាដែលយើងនិយាយចាំខ្លួនឯងហ្នឹងចឹងយើងចុចលើនឹងម្ដងមកដើម្បីយើងអាចទៅវាយបានចឹងនេះជា password របស់ខ្ញុំចឹងបន្ទាប់ពីយើងដាក់ហើយយើងចុច finish ចឹងពេលនេះយើងតឡើងបាន Windows Server មួយមកលើ VMware អញ្ចឹងដើម្បីអ្នកទាំងអស់គ្នាអាចបញ្ចូល password បានអ្នកទាំងអស់គ្នាចុច Control Shift Delete ហើយនៅពេលដែលចុចទៅវានឹងគ្រប់ផ្ទាំងឲ្យយើងអាចបញ្ចូល password ដែលយើងកំណត់នេះបានហើយចឹងយើងបញ្ចូល password របស់យើងហ្នឹងចឹងដើម្បីដែលយើង login ហើយយើងនឹងឃើញទម្រង់បែបនេះដែលនេះគឺជា Windows Server របស់យើងចឹងការ set up Windows Server នៅលើ VMware គឺមានតែប៉ុណ្្នឹងឯងនេះមានន័យថាយើង set up បានជោគជ័យហើយបើយើងមើលទៅទម្រង់វាដូចទៅនឹង Windows Machine របស់យើងផ្ទាល់អញ្ចឹងគ្រាន់តែតាមមុខងាររបស់វាវាខុសៗគ្នាអញ្ចឹងការ set up របស់យើងបើសិនជាយើងចេញទម្រង់ប៉ុណ្ណឹងហើយមានន័យថាការ set up Windows Server របស់យើងជោគជ័យហើយជាអ្នកទាំងអស់គ្នាអាចអនុវត្តតាមវីដេអូហ្នឹងបាន